សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកដាំបាយធ្វើម្ហូបញ៉ាំទាំងអស់គ្នាណាហើយមុខម្ហូបថ្ងៃនេះផងដែរគឺស្ងោរឆ្អឹងជ្រូកជាមួយនឹងឆៃថាវហើយនិងការ៉ុតហើយម្ហូបមួយមុខនេះគឺស្រដៀងនឹងស្ងោរចាប់ឆាយដែរអ្នកទាំងអស់គ្នាគឺគ្រាន់តែយើងមិនដាក់ពពុះសណ្ដែកហើយនិងស្បែកជ្រូកតែប៉ុណ្ណោះហើយត្រចៀកកដោក៏យើងអត់ដាក់ដែរអ្នកទាំងអស់គ្នាគឺស្ងោរបែបធម្មតាតែប៉ុណ្ណោះរួចហើយអ្នកខ្ញុំក៏មកអាននៅរឿងស្នេហាខុសភពជាបន្តទៀតដែរកាលពីភាគមុនយើងនិយាយដល់ចរណៃបានជួយវឌ្ឍនាឡើងមកលើគោកពេលវឌ្ឍនាដឹងខ្លួនមកវិញចរណៃក៏និយាយទៅកាន់វឌ្ឍនានេះលោកសង្ខារវាមិនទៀងទេណាយើងមើលមិនឃើញនៃការស្លាប់នោះទេដូច្នេះហើយលោកកុំនិយាយអញ្ចឹងអីនរៈក៏តបទៅស្រស់ស្រីបាទខ្ញុំឈប់និយាយក៏បានប៉ុន្តែហេតុអ្វីបានជាអ្នកនាងដឹងថាខ្ញុំមានគ្រោះថ្នាក់គឺខ្ញុំបានឃើញហេតុការណ៍មុនហ្នឹងណាទៅបានជាខ្ញុំមកជួយលោកតាន់ពេលវេលាទៅនរៈក៏សួរទៅស្រស់ស្រីនេះអ្នកនាងអាចដឹងហេតុការណ៍ដែលកើតឡើងមែនទេខ្ញុំក៏មិនច្បាស់ដែរថាដឹងបានយ៉ាងម៉េចនោះចំណែកឯកូនចៅរបស់មង្គលដែលតាមសម្លាប់វឌ្ឍនាពួកគេក៏ទៅជួបនឹងមង្គលនេះមង្គលក៏សួរទៅកូនចៅតើយ៉ាងម៉េចទៅហើយធ្វើការបានសម្រេចដែរទេបាទចវាយគឺខ្ញុំបានបាញ់បំបែកកង់ឡានរបស់វាហើយឡានរបស់វាបុកមកកាន់ដៃស្ពានរួចហើយក៏ធ្លាក់ចូលក្នុងទឹកបាត់ទៅហើយវាប្រហែលជាមិនរស់ទេចវាយនេះមង្គលញញឹមហើយនិយាយទៅកាន់កូនចៅធ្វើការបានល្អណាស់បានហើយពួកឯងឆាប់ត្រឡប់ទៅវិញទៅកូនចៅក៏ឆ្លើយតបទៅចវាយបាទចវាយនិយាយរួចហើយកូនចៅក៏នាំគ្នាចេញទៅនេះមង្គលឈរញញឹមហើយនិយាយម្នាក់ឯងថាយើងគ្មានចេតនាសម្រាប់ឯងនោះទេប៉ុន្តែមកពីឯងចេះដឹងរឿងរបស់យើងពេកដូច្នេះឯងត្រូវតែស្លាប់លោកប៉ូលីសសិលាក្រោយពីបានដឹងថាវឌ្ឍនាមានគ្រោះថ្នាក់គេក៏ឲ្យកូនចៅទៅពិនិត្យនៅកន្លែងកើតហេតុហើយកូនចៅរបស់គេក៏ស្រង់ឡានយកមករក្សាទុកនៅឯប៉ុស្តិ៍ប៉ូលីសសិលាក៏ទៅជួបវឌ្ឍនានរៈសង្ហាសិលាក៏សួរទៅវឌ្ឍនាថាតើឯងធ្លាប់មានរឿងជាមួយនរណាដែរទេហេតុអីបានជាគេតាមសម្លាប់ឯងបែបនេះគ្នាក៏មិនដឹងដែរថាមានសត្រូវមកពីណាប៉ុន្តែគ្នាមិនដែលមានរឿងឆ្លោះប្រកែកជាមួយនរណានោះទេប៉ុន្តែបើគ្មានរឿងអីទេហេតុអីក៏មានគេតាមសម្លាប់ឯងឬមួយគេបានដឹងរឿងអីទៅដឹងគ្នាក៏មិនដឹងដែរប៉ុន្តែកាលពីព្រឹកមិញគ្នាបានប្រទះឃើញមេមរីនៅក្នុងស៊ុំរូបថតរបស់គន្ធាហើយគ្នាចង់យកទៅឲ្យឯងមើលប៉ុន្តែវាបានបាត់ទៅក្នុងទឹកបាត់ទៅហើយកំឡោះសង្ហាសិលាក៏សួរទៅមិត្តភ័ក្តិតើមេមរីនោះមានផុសតាងអ្វីមែនទេគឺមានវីដេអូដែលនាងមង្គលដែលជាមិត្តភ័ក្តិរបស់នាងកំពុងតែលាក់គ្រឿងញៀនដូច្នេះហើយទើបគ្នាសង្ស័យថានាងមង្គលប្រកាសជាមានពាក់ព័ន្ធនឹងការស្លាប់របស់គន្ធាទៅបានជាគ្នាយកមេមរីទៅឲ្យឯងហើយក៏មានរឿងបែបនេះទៅនរៈសង្ហាសិលាក៏និយាយថាបើអញ្ចឹងឯងប្រយ័ត្នខ្លួនបន្តិចទៅចំណែកឯនាងមង្គលគ្នានឹងតាមដានគេនិយាយរួចហើយប៉ូលីសសិលាក៏ត្រឡប់ទៅធ្វើការវិញបាត់ទៅនៅឯក្នុងចំការចរណៃនាងបានអង្គុយលេងនៅលើតោងក្រោមដើមឈើធំមួយស្រស់ស្រីអង្គុយបណ្ដាលយកតោងបណ្ដាលពេលនោះស្រាប់តែនាងបានឮសំឡេងបុរសម្នាក់បានហៅនាងថាចរណៃចរណៃចរណៃស្រីបានឮសំឡេងនោះនាងក៏បានរកមើលប៉ុន្តែនាងមិនបានឃើញអ្នកណានោះទេចរណៃក៏និយាយថាតើអ្នកណាគេហេតុអីក៏ហៅឈ្មោះរបស់ខ្ញុំពេលនោះសំឡេងក៏បន្លឺឡើងទៀតថាគឺខ្ញុំតើអ្នកនាងមិនស្គាល់ខ្ញុំទេមែនទេចរណៃក៏សួរទៅសំឡេងនោះថាតើលោកជាអ្នកណាហេតុអីក៏ស្គាល់ខ្ញុំសំឡេងបុរសនោះក៏តបទៀតថាខ្ញុំនៅទីនេះស្រស់ស្រីក៏សួរទៀតថាលោកនៅទីណាហេតុអីក៏ខ្ញុំមើលមិនឃើញលោកសំឡេងបុរសនោះក៏តបទៀតថាខ្ញុំនៅក្បែរនាងទេតាលោកនៅក្បែរខ្ញុំហេតុអីក៏ខ្ញុំមើលមិនឃើញលោកពេលនោះបុរសនោះក៏លេចចេញរូបរាងមកបុរសម្នាក់នោះមានឈ្មោះថានរៈរាជគេគឺជាម្ចាស់ទឹកដីនៅថែរក្សាចំការរបស់វឌ្ឍនាចរណៃឃើញនរៈរាជចេញមកនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាងក៏សួរទៅនរៈរាជថា
តើលោកជាអ្នកណា? ជាខ្មោចដូចខ្ញុំដែរមែនទេ? នររាយក៏ឆ្លើយតបទៅស្រស់ស្រី ខ្ញុំគឺជាម្ចាស់ទឹកដីដែលថែរក្សានៅទីនេះ ស្រស់ស្រីក៏លាន់មាត់ ថាម៉េច? លោកជាព្រះភូមិមែនទេ? នររាយងក់ក្បាលហើយក៏ឆ្លើយតបថា ត្រូវហើយ ខ្ញុំជាព្រះភូមិនៅទីនេះ ចុះហេតុអីក៏លោកស្គាល់ខ្ញុំ? ហេតុអីខ្ញុំមិនស្គាល់? ព្រោះខ្ញុំឃើញអ្នកនាងដើរតាមវង្សវឌ្ឍនារាល់ថ្ងៃហ្នឹង ចរណៃក៏សួរថា ហេតុអីក៏ខ្ញុំមិនដែលឃើញលោកសោះអញ្ចឹង?